ចំការថ្នាំបងប្អូនដីទលេដីល្អដល់ពេលអញ្ចឹងដាំថ្នាំដាំនៅនឹងគេច្រើនដាំដើមថ្នាំជក់ហើយមានចំការពោតស្រុកតាមភូមិកោះស្ទឹកតែចាប់ហួយមួយចាប់ហួយចាប់ឆ្នាំដាំជក់មកទីមើលឡានមកពីមុខផ្សេងផ្លូវពិបាកទៀតអូមកកោការពោតអូចការថ្នាំជក់មកដល់កោះនេះហៅកោះស្ទឹងអីអត់អីមិនដល់ហើយហ្នឹងចូលកោះស្ទឹងហ្នឹងចង់នេះបើពិបាកយើងទៅវិញឆ្លងដល់មនុស្សសួរកើតទេបងជាក៏ថាចុះសួរគេឡើង5 6កន្លែងទៅមើលចំការថ្នាំនៅកោះស្ទឹងបងប្អូនថ្នាំល្អមែនទែនថ្នាំជក់បងប្អូនការថ្នាំជក់ស្លឹកល្អមែនទែនបងប្អូនសិតតែដើមថ្នាំជក់ដីល្អស្លឹកល្អមែនទែនកាលមុនធ្លាប់តែឃើញគេកាត់យកទៅចឹងទៅកាលនៅក្មេងៗទៅយើងអ្នកដោតចាយើងដោតបានប្រមាណចក្រអញ្ចឹងគេគិតលុយឲ្យយើងអញ្ចឹងណាដល់ពេលនេះមកដល់ឃើញដើមមកបននៅផ្ទះអ៊ំនៅកោះហ្នឹងហើយចុះមកក្រោយផ្ទះគាត់ហ្នឹងមានដើមចំការថ្នាំជក់ហើយល្អមែនតែនឃើញឡើងស្រឡាញ់ហ្មងស្លឹកឡើងកភៀងស្អាតតែបងប្អូនហើយនៅនឹងសាប៊ូថ្នាំជក់ហើយនឹងម្ទេសកាលពីមុនអ៊ំខ្ញុំគាត់អាសាយកម្ទេសអីទៅឲ្យចាអានេះស្លឹកថ្នាំជក់បងប្អូនដែរឃើញអត់ខ្ញុំធ្លាប់តែឃើញស្លឹកកាន់ឲ្យក្មេងៗគេកាច់នឹងចំការថ្នាំហ្នឹងគេកាច់យកទៅដើម្បីរកអ្នកជួយដោតថ្នាំហ្នឹងដើម្បីដាក់ចូលឡនេះសិតតែចំការសិតតែដើមថ្នាំជក់បងប្អូនអូយល្អម្លេះនេះស្លឹកធំណាល្អមែនតែនអើយឃើញនឹងស្រឡាញ់ហ្មងនៅខាងកោះហ្នឹងដីល្អដីទលេបងប្អូនហ្នឹងសិតតែថ្នាំជក់ហ្នឹងដើមថ្នាំជក់ដឹងកាលគេនេះប្រហែលជាដល់ពេលគេត្រូវកាច់ទេណាល្អបងប្អូននៅនឹងដីល្អដាំដូចជាម្ទេសកាលពីមុនអ៊ំអាសាយកម្ទេសទៅឲ្យម្ទេសក្រៀមយកទៅទុកស្លទុកអីហ្នឹងចាល្អមែនតែនម្ទេសដាំម្ទេសក៏ល្អដាំពោតដាំអីពេលជិះមកតាមផ្លូវឃើញមានចំការពោតហើយចំការថ្នាំបងប្អូនដីទលេដីល្អដល់ពេលអញ្ចឹងដាំថ្នាំដាំនៅនឹងគេច្រើនដាំដើមថ្នាំជក់ហើយមានចំការពោតល្អនេះនៅចិត្តផ្ទះដាំតឡាចបានកដិបប៉ុណ្នេះទេហាលថ្នាំមកឥឡូវគេយកមកហាលនៅលើនេះក្រៀមនៅខាងនោះក៏មានដែរផ្ទះមួយសើមានចំការថ្នាំ